ជំពូកទី2អំពីព្រះមហាក្សត្រមាត្រា7ព្រះមហាក្សត្រកម្ពុជាទ្រង់គ្រងរាជ្យសម្បត្តិប៉ុន្តែទ្រង់មិនកាន់អំណាចឡើយព្រះមហាក្សត្រទ្រង់ជាព្រះប្រមុខរដ្ឋមួយជីវិតអង្គព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយមាត្រា8ព្រះមហាក្សត្រព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិនិងនិរន្តរភាពជាតិព្រះមហាក្សត្រទ្រង់ជាអ្នកធានាឯករាជ្យជាតិអធិបតេយ្យនិងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាទ្រង់ជាអ្នកធានាការគោរពសិទ្ធិនិងសេរីភាពរបស់ប្រជាពលរដ្ឋនិងការគោរពសន្ធិសញ្ញាអន្តរជាតិមាត្រា9ព្រះមហាក្សត្រទ្រង់មានតួនាទីខ្ពង់ខ្ពស់ជាអាជ្ញាកណ្ដាលដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណៈឲ្យមានភាពទៀងទាត់មាត្រា10របបរាជានិយមកម្ពុជាជារបបជ្រើសតាំងព្រះមហាក្សត្រទ្រង់ឥតមានព្រះរាជអំណាចចាត់តាំងព្រះរាជទាយាទសម្រាប់គ្រងរាជ្យសម្បត្តិឡើយមាត្រា11ថ្មីក្នុងករណីដែលព្រះមហាក្សត្រពុំអាចបំពេញព្រះរាជភារៈជាព្រះប្រមុខរដ្ឋបានដោយធម្មតាដោយព្រះអង្គទ្រង់ប្រឈួនជាទម្ងន់មានការបញ្ជាក់ដោយក្រុមគ្រូពេទ្យជំនាញជ្រើសរើសដោយប្រធានព្រឹទ្ធសភាប្រធានរដ្ឋសភានិងនាយករដ្ឋមន្ត្រីនោះប្រធានព្រឹទ្ធសភាបំពេញភារកិច្ចប្រមុខរដ្ឋជំនួសព្រះអង្គក្នុងឋានៈជាព្រះរាជានុសិទ្ធិក្នុងករណីដែលប្រធានព្រឹទ្ធសភាពុំមានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ឋជំនួសព្រះមហាក្សត្រក្នុងឋានៈជាព្រះរាជានុសិទ្ធិពេលព្រះអង្គទ្រង់ប្រឈួនជាទម្ងន់ដោយមានចែងក្នុងវគ្គខណ្ឌខាងលើប្រធានរដ្ឋសភាជាអ្នកបំពេញភារកិច្ចនេះតំណែងជាប្រមុខរដ្ឋជំនួសព្រះមហាក្សត្រក្នុងឋានៈជាព្រះរាជានុសិទ្ធិនេះអាចនឹងដូរឥស្សរជនផ្សេងទៀតក្នុងករណីដោយដែលបានចែងក្នុងវគ្គខណ្ឌខាងលើតាមឋានានុក្រមដូចតទៅកអនុប្រធានទី1ព្រឹទ្ធសភាខអនុប្រធានទី1រដ្ឋសភាកអនុប្រធានទី2ព្រឹទ្ធសភាខអនុប្រធានទី2រដ្ឋសភាមាត្រា12ថ្មីនៅពេលព្រះមហាក្សត្រទ្រង់ចូលទីវង្គតប្រធានព្រឹទ្ធសភាទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទីក្នុងឋានៈជាព្រះរាជានុសិទ្ធិនៃព្រះរាជាណាចក្រកម្ពុជាក្នុងករណីដែលប្រធានព្រឹទ្ធសភាពុំមានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ឋស្ដីទីជំនួសព្រះមហាក្សត្រក្នុងពេលព្រះអង្គចូលទីវង្គតការទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទីក្នុងឋានៈជាព្រះរាជានុសិទ្ធិត្រូវអនុវត្តតាមវគ្គខណ្ឌទី2និងទី3នៃមាត្រា11ថ្មីមាត្រា13ថ្មីក្នុងរយៈវេលា7ថ្ងៃយ៉ាងយូរព្រះមហាក្សត្រថ្មីនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សារាជសម្បត្តិសមាជិកនៃក្រុមប្រឹក្សារាជសម្បត្តិរួមមានប្រធានព្រឹទ្ធសភាប្រធានរដ្ឋសភានាយករដ្ឋមន្ត្រីសម្ដេចព្រះសង្ឃរាជគណៈមហានិកាយនិងគណៈធម្មយុត្តិកនិកាយអនុប្រធានទី1និងអនុប្រធានទី2ព្រឹទ្ធសភាអនុប្រធានទី1និងអនុប្រធានទី2រដ្ឋសភាការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សារាជសម្បត្តិនឹងមានកំណត់ក្នុងច្បាប់មួយមាត្រា14ត្រូវបានជ្រើសរើសជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាសមាជិកនៃព្រះរាជវង្សានុវង្សខ្មែរដែលមានព្រះជន្មាយុយ៉ាងតិច30ព្រះវស្សាហើយដែលជាព្រះរាជបច្ឆាញាតិនៃព្រះមហាក្សត្រអង្គឌួងឬព្រះមហាក្សត្រនរោត្តមឬក៏ព្រះមហាក្សត្រស៊ីសុវត្ថិមុនចូលគ្រងរាជសម្បត្តិព្រះមហាក្សត្រទ្រង់ថ្លែងសច្ចាប្រណិធានដោយមានចែងក្នុងឧបសម្ព័ន្ធទី4មាត្រា15ព្រះជាយានៃព្រះមហាក្សត្រមានព្រះរាជឋានៈជាព្រះមហេសីនៃព្រះរាជាណាចក្រកម្ពុជាមាត្រា16ព្រះមហេសីនៃព្រះរាជាណាចក្រកម្ពុជាពុំមានព្រះរាជសិទ្ធិធ្វើនយោបាយទទួលតួនាទីជាអ្នកដឹកនាំរដ្ឋឬជាអ្នកដឹកនាំរាជរដ្ឋាភិបាលឬតួនាទីរដ្ឋបាលឬនយោបាយឡើយព្រះមហេសីនៃព្រះរាជាណាចក្រកម្ពុជាទុកព្រះរាជកាយពលបំពេញព្រះរាជភារៈបម្រើប្រយោជន៍សង្គមមនុស្សធម៌សាសនានិងជួយព្រះមហាក្សត្រក្នុងព្រះរាជកតបកិច្ចផ្នែកពិធីការនិងការទូតមាត្រា17ប្រការដែលព្រះមហាក្សត្រទ្រង់គ្រងរាជសម្បត្តិប៉ុន្តែទ្រង់មិនកាន់អំណាចឡើយហើយដែលមានចែងក្នុងវគ្គខណ្ឌទី1នៃមាត្រា7នៃរដ្ឋធម្មនុញ្ញនេះមិនអាចសុំកែប្រែបានជាដាច់ខាតមាត្រា18ថ្មីព្រះមហាក្សត្រព្រះអង្គទ្រង់តាក់ទងជាមួយព្រឹទ្ធសភានិងរដ្ឋសភាដោយព្រះរាជសារព្រះរាជសារនេះព្រឹទ្ធសភានិងរដ្ឋសភាមិនអាចយកទៅជជែកពិភាក្សាឡើយមាត្រា19ថ្មីព្រះមហាក្សត្រទ្រង់
តែងតាំងនាយករដ្ឋមន្ត្រីនិងទ្រង់តែងតាំងគណៈរដ្ឋមន្ត្រីតាមបែបបទដែលមានចែងក្នុងមាត្រា119ថ្មីមាត្រា20ព្រះមហាក្សត្រទ្រង់ទទួលសវនាការជាផ្លូវការ2ដងក្នុងមួយខែឲ្យនាយករដ្ឋមន្ត្រីនិងគណៈរដ្ឋមន្ត្រីចូលគាល់រាយការណ៍ទូលថ្វាយទ្រង់ជ្រាបអំពីសភាពការនៃប្រទេសជាតិមាត្រា21តាមសេចក្តីស្នើរបស់គណៈរដ្ឋមន្ត្រីព្រះមហាក្សត្រទ្រង់ឡាយព្រះហស្ថលេខាលើព្រះរាជក្រឹត្យតែងតាំងផ្លាស់ប្ដូរឬបញ្ចប់ភារកិច្ចមន្ត្រីជាន់ខ្ពស់ស៊ីវិលនិងយោធាឯកអគ្គរដ្ឋទូតនិងព្រះសិទ្ធិវិសាមញ្ញនិងពេញសមត្ថភាពតាមសេចក្តីស្នើរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមព្រះមហាក្សត្រទ្រង់ឡាយព្រះហស្ថលេខាលើព្រះរាជក្រឹត្យតែងតាំងផ្លាស់ប្ដូរឬដកចៅក្រមផ្នែកយុត្តាធិការមាត្រា22ថ្មីនៅពេលប្រជាជាតិប្រឈមនឹងគ្រោះថ្នាក់ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្នក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ត្រីប្រធានរដ្ឋសភានិងប្រធានព្រឹទ្ធសភាមាត្រា23ព្រះមហាក្សត្រទ្រង់ជាមេបញ្ជាការកម្ពុជានៃកងយោធពលខេមរៈភូមិន្ទអគ្គមេបញ្ជាការកងយោធពលខេមរៈភូមិន្ទត្រូវបានតែងតាំងឡើងដើម្បីបញ្ជាកងយោធពលខេមរៈភូមិន្ទនេះមាត្រា24ថ្មីព្រះមហាក្សត្រទ្រង់គង់ជាព្រះអធិបតីនៃឧត្តមក្រុមប្រឹក្សាការពារជាតិដែលនឹងត្រូវបង្កើតឡើងដោយច្បាប់មួយព្រះមហាក្សត្រទ្រង់ប្រកាសសង្គ្រាមក្រោយការអនុម័តរបស់រដ្ឋសភានិងព្រឹទ្ធសភាមាត្រា25ព្រះមហាក្សត្រទ្រង់ទទួលសារតាំងឯកអគ្គរដ្ឋទូតឬព្រះសិទ្ធិវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសក្រៅមកប្រចាំព្រះរាជាណាចក្រកម្ពុជាមាត្រា26ថ្មីព្រះមហាក្សត្រទ្រង់ឡាយព្រះហស្ថលេខាលើសន្ធិសញ្ញានិងអនុសញ្ញាអន្តរជាតិហើយទ្រង់ប្រទានសច្ចាប័នលើសន្ធិសញ្ញានិងអនុសញ្ញាទាំងនេះក្រោយបានទទួលការអនុម័តយល់ព្រមពីរដ្ឋសភានិងព្រឹទ្ធសភាមាត្រា27ព្រះមហាក្សត្រទ្រង់មានព្រះរាជសិទ្ធិបន្ធូរបន្ថយទោសនិងលើកលែងទោសមាត្រា28ថ្មីព្រះមហាក្សត្រទ្រង់ឡាយព្រះហស្ថលេខាលើព្រះរាជក្រមប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញច្បាប់ដែលរដ្ឋសភាបានអនុម័តនិងព្រឹទ្ធសភាបានពិនិត្យចប់សពគ្រប់រួចហើយនិងទ្រង់ឡាយព្រះហស្ថលេខាលើព្រះរាជក្រឹត្យតាមសេចក្តីស្នើសុំពីគណៈរដ្ឋមន្ត្រីក្នុងពេលដែលព្រះមហាក្សត្រប្រឈួនហើយត្រូវព្យាបាលព្រះរោគនៅបរទេសក្នុងពេលនោះព្រះមហាក្សត្រមានសិទ្ធិផ្ទេរអំណាចឡាយព្រះហស្ថលេខានៅលើព្រះរាជក្រមឬព្រះរាជក្រឹត្យខាងលើនេះទៅតាមប្រមុខរដ្ឋស្ដីទីចុះហត្ថលេខាជំនួសដោយព្រះរាជសារប្រគល់សិទ្ធិមាត្រា29ថ្មីព្រះមហាក្សត្រទ្រង់បង្កើតនិងប្រទានគ្រឿងឥស្សរិយយសជាតិព្រះមហាក្សត្រទ្រង់សម្រេចប្រទានឋានន្តរស័ក្តិឋានៈយោធានិងស៊ីវិលតាមច្បាប់កំណត់មាត្រា30ថ្មីក្នុងរយៈពេលព្រះមហាក្សត្រទ្រង់អវត្តមានប្រធានព្រឹទ្ធសភាទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទីក្នុងករណីដែលប្រធានព្រឹទ្ធសភាពុំមានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ឋស្ដីទីជំនួសព្រះមហាក្សត្រពេលព្រះអង្គទ្រង់អវត្តមានការទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទីត្រូវអនុវត្តតាមវគ្គខណ្ឌទី2និងទី3នៃមាត្រា11ថ្មី